សួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំសុធារាសាជាថ្មីអំពីការឡាយវិភាគទៅលើបច្ចេកទេសក្នុងការទិញលក់មាសបែបងាយៗអញ្ចឹងយើងមកមើល position ដែលយើងចូលផ្សារកាលពីម្សិលមិញអញ្ចឹងកាលពីម្សិលមិញគឺយើងចូលទិញនៅតម្លៃ $4,119 ហើយយើងមើល profit យើងគឺ$75យើងចូល 0.02 អញ្ចឹងមាសឡើងចូលចិត្ត40លេខអញ្ចឹងឡើងច្រើនយើងចូលទៅ 0.02 ទេប៉ុន្តែបើយើងមើល profit យើងរៀងច្រើន$70ជាងអញ្ចឹងហើយយើងកាត់ចំណេញហើយយើងមើលទៅលើ pending order គឺ sell limit អញ្ចឹង sell limit យើងគឺបានប៉ះ sell limit អញ្ចឹងយើងឃើញថាសម្រាប់ profit គឺ$5អញ្ចឹងយើងកាត់ profit សម្រាប់តម្លៃមាសបច្ចុប្បន្នគឺនៅ$4,156ក្នុង1អោនសម្រាប់ទីផ្សារបច្ចុប្បន្ននេះយើងគួរលក់ឬក៏គួរទិញសម្រាប់តម្លៃបច្ចុប្បន្នអញ្ចឹងយើងឃើញថាមាសបានឡើងមកធ្លាយ resistance ខាងលើនេះគឺ resistance តម្លៃ$4,152រួចក៏បកចុះមកប៉ះ resistance វិញអញ្ចឹងតម្លៃនេះគឺជាតម្លៃ support ហើយបើយើងមើលពីទិសដៅរបស់ទីផ្សារគឺជាលំហូរឡើងអញ្ចឹងបើយើងគូស trend line ពីក្រោមនេះមកអញ្ចឹងយើងគូស trend line ពីក្រោមក៏យើងអាចរកឱកាសក្នុងការចូលទីផ្សារបានដែរអញ្ចឹងសម្រាប់ទីផ្សារមាសបានចុះមកចិត្តប៉ះ trend line មករួចក៏ឡើងទៅលើវិញអញ្ចឹងទីផ្សារបានចុះមកមួយសាទៀតហើយអញ្ចឹងសម្រាប់តម្លៃបច្ចុប្បន្ននេះគឺយើងអាចទិញបានសម្រាប់តម្លៃបច្ចុប្បន្នដោយសារតែមាសគឺចុះមកចិត្តប៉ះ trend line ហើយមួយទៀតគឺទីផ្សារបានចុះមកប៉ះមានន័យថាទីផ្សារបកឬក៏ retrace មកវិញអញ្ចឹងសម្រាប់តម្លៃបច្ចុប្បន្ននេះបើសិនជាយើងទិញគួរតែទិញតូចអញ្ចឹងយើងគួរទិញតូចទៅយើងទិញ 0.02 ហើយបើសិនជាអាចយើងដាក់ stop loss គឺនៅក្រោមយើងដាក់ stop loss គឺនៅក្រោម candlestick ពណ៌ក្រហមនេះជៀសវាងការជាប់ hold ច្រើនអញ្ចឹងឧទាហរណ៍យើងបាយយើងទិញនៅតម្លៃ$4,156ហើយដល់ពេល stop loss គឺ$4,144អញ្ចឹង stop loss ចូល8លេខអញ្ចឹងយើងអាចរំកិល stop loss ទៅលើមកបន្តិចទៅលើមកបន្តិចចំណែក TP យើងអាចដាក់នៅ resistance នេះក៏បានសម្រាប់ TP គឺដាក់នៅតម្លៃ$4,169ឬក៏យើងអាចដាក់លើនឹងបន្តិចក៏បានដែរសម្រាប់ TP អញ្ចឹងទិសដៅទីផ្សារបើសិនជាឡើងទៅមួយសារទៀតគឺនឹងឡើងទៅធ្លាយ resistance ខាងលើនេះហើយដើម្បីទៅបង្កើតកំពូលថ្មីអញ្ចឹងទីផ្សារនឹងឡើងទៅធ្លាយ resistance ទៅខាងលើរួចនឹងបកចុះមកវិញទីផ្សារនឹងបន្តឡើងទៅលើទៀតអញ្ចឹងសម្រាប់បងប្អូនដែលរងចាំលក់មាសតម្លៃបច្ចុប្បន្ននេះយើងគួរកុំលក់អីដោយសារតែ resistance ខាងលើនេះគឺទីផ្សារបានឡើងទៅ3ដងហើយ1 2 3អញ្ចឹងទីផ្សារឡើងទៅផ្សារទៀតភាគរយធ្លាយគឺមានច្រើនមែនតើអញ្ចឹងយើងសុខចិត្តលក់នៅពេលដែលទីផ្សារឡើងទៅធ្លាយ resistance អញ្ចឹងយើងអាចដាក់ sell limit ទៅសម្រាប់ sell យើងអាច sell ចំណេញខ្លីៗយើងអាចកាត់បានដោយសារតែលំហូរគឺជាលំហូរឡើងអញ្ចឹងមាសបើចុះក៏ចុះមកច្រើនដែរអាចចុះតិចតួចមាសនឹងបន្តឡើងទៅទៀតឡើងទៅលើទៀតអញ្ចឹងយើងអាចដាក់ sell limit នៅតម្លៃខាងលើបានអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ sell limit 0.05 នៅតម្លៃ$4,191អញ្ចឹងនៅពេលដែលទីផ្សារឡើងទៅប៉ះ sell limit លឿងអញ្ចឹងសម្រាប់ sell limit នេះយើងរងចាំមើលថ្ងៃស្អែកតើទីផ្សារឡើងទៅប៉ះហើយចុះមកវិញយើងចំណេញអត់ហើយអញ្ចឹងយើងដាក់ buy limit មួយទៀតដាក់ buy limit អញ្ចឹងសម្រាប់តម្លៃខាងក្រោមនេះគឺឆ្ងាយអញ្ចឹងយើងអាចដាក់ buy limit នៅខាងក្រោម support នេះនៅខាងលើ support នេះអញ្ចឹងយើងអាចទាញមកអញ្ចឹងសម្រាប់ buy limit យើងអាច
ខាងក្រោមនេះយើងអាចទិញមកលើបន្តិចអញ្ចឹងយើងអាចរំកិល buy limit យើងមកខាងលើបន្តិចនៅពេលដែលទីផ្សារចូលមកប៉ះ buy limit យើងហើយឡើងទៅលើវិញគឺយើងចំណេញហើយអញ្ចឹងសម្រាប់ buy limit យើងដាក់ពីខ្សែគឺខ្សែទី1គឺនៅតម្លៃ4129ហើយនឹងខ្សែទី2គឺនៅតម្លៃ4107អញ្ចឹងយើងរងចាំមើលថ្ងៃស្អែកទាំងអស់គ្នាតើទីផ្សារនឹងចុះមកប៉ះ buy limit យើងអត់ហើយទីផ្សារនឹងឡើងទៅប៉ះ sell limit យើងអត់អញ្ចឹងសម្រាប់ថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងហើយសម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមក្នុង Channel Telegram អាចចូលរួមបាន Channel ក្នុង Channel Telegram នេះគឺខ្ញុំនឹងអាប់ដេតហាងចេញមាសភ្លាម